ចឹងទូទួលមកក្របនេះគឺម៉ាក់សាប37អ៊ីងប្រភេទ LCD ខូចបតហើយបតវាបតស៊ីនរបស់វាយើងរត់បានទេហើយយើងក៏ប្រាប់ម្ចាស់ទូទួលថាបើសិនជាយើងអាចដាក់ម៉ាស៊ីនចិនបានក៏ដាក់ទៅហ្នឹងហើយអញ្ចឹងឥឡូវនេះគឺខ្ញុំធ្វើតេស្តជាមួយបតចិនហ្នឹងហើយឃើញថាចេញធម្មតាទេកញ្ចក់ឲ្យនៅស្អាតវាខូចតែមិនបតទេហើយ power supply របស់វាដើរអត់ស្រួលអញ្ចឹងខ្ញុំខ្ជិលដាក់ទៅវាម្ដងចេញម្ដងអត់ណាអញ្ចឹងអាការៈហ្នឹងគឺយើងពិបាកជួសជុលអញ្ចឹងយើងមិនអាចដួសចោលហើយ T-con របស់វានេះ T-con sin របស់វា210គូ C ភ្លើង210ហើយវា C ភ្លើង2ច្រកអញ្ចឹងយើងខ្ជិលញ៉ៃយើងដកកវត្តចោលទៅដោយសារតែយើងអាចជំនួស T-con ផ្សេងបានដែរទេអានេះ T-con 5គូយើងយកមកជំនួសបានចេញរូបដូចគ្នាទេហើយ power វាដើរអត់ស្រួលយើងយក power ផ្សេងយកមកជំនួសហ្នឹងហើយយើងយក power ណាក៏មកដាក់ក៏បានដែរសំខាន់làយើងដឹងភ្លើងអូទាំងឆុងស៊ីម៉ានវ៉ុលហើយយើងជ្រើសរើសយក power ឲ្យស័ក្តិសមនឹងទំហំទូទាស់ហ្នឹងហើយអញ្ចឹងឥឡូវនេះខ្ញុំរៀបចំប៉ុន្តែផ្សារគោលសិនទេចាំពេលដែលយើងដកបតនេះកវត្តចោលអស់ទៅយើងរៀបចំដាក់ឲ្យស្តង់ដារហ្នឹងហើយចាំយើងរៀបជាសម្រេចបានយើងរៀបចំឲ្យស្អាតអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំចុចដាក់បតចិនខ្ញុំបើក remote បន្តិចឥឡូវយើងមើលរូបភាពវាទាំងអស់គ្នាទៅចាំបន្តិច